លោកពូញ៉ាំសំអឿនអភិបាលខេត្តរតនគិរីបានមានប្រសាសន៍ថាអ្នកចិញ្ចឹមឆ្កែទាំងឡាយអើយល្មមឈប់ចិញ្ចឹមហើយណាព្រោះការចិញ្ចឹមឆ្កែមួយចំនួនពិតជាបង្កផលរំខានបង្កបញ្ហាដល់អ្នកដទៃខ្លាំងមែនទែនឆ្កែខ្លះរត់ចូលឡានរត់ចូលម៉ូតូបង្កឲ្យគេមានរបួសឬក៏បង្កឲ្យគេបាត់បង់ជីវិតឯឆ្កែខ្លះខំឲ្យគេមានរបួសស្នាមឯឆ្កែខ្លះទៀតខំសម្រាមពង្រាយពាសវាលពាសកាលចឹងអ្នកចិញ្ចឹមឆ្កែទាំងឡាយអើយណាល្មមឈប់ចិញ្ចឹមហើយណាក្នុងន័យនេះឯកឧត្តមចង់មានប្រសាសន៍ថាមិនមែនចង់ឲ្យបងប្អូនលែងចិញ្ចឹមឆ្កែឬក៏ឈប់ចិញ្ចឹមឆ្កែទេប៉ុន្តែការចិញ្ចឹមឆ្កែត្រូវតែមានការមើលថែឲ្យបានល្អចងខ្សែដាក់ច្រវាក់ដាក់របងឲ្យបានត្រឹមត្រូវឬក៏ចិញ្ចឹមនៅក្នុងបន្ទប់កុំប្រឡែងពាសវាពាសកាលបង្កបញ្ហាដល់អ្នកដទៃប្រសាសន៍បែបហ្នឹងសម្រាប់បងប្អូនវិញយល់យ៉ាងណាដែរអាចបញ្ចេញមតិតាមការគួរបានណាបងប្អូនយើងឧបត្ថម្ភដោយ Lady Lara SD